យកពោតទៅឆាជាមួយនឹងម្សៅនេះគឺជាមុខម្ហូបមួយមុខដែលអ្នកផ្ទះខ្ញុំក៏និយមធ្វើខ្លាំងមែនតើបងប្អូនទាំងអស់គ្នាហើយធ្វើម្ដងគឺធ្វើច្រើនដោយសារតែអ្នកផ្ទះខ្ញុំចូលចិត្តអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាហើយម្ហូបនេះគឺយើងអាចហូបជាមួយនឹងបាយក៏បានហូបតទេក៏បានប៉ុន្តែជាប្រពៃណីរបស់ខ្ញុំហ្មងគឺខ្ញុំអត់ហូបជាមួយបាយទេបងប្អូនទាំងអស់គ្នាពីច្រើនគឺខ្ញុំហូបតទេតែអ្នកផ្ទះខ្ញុំគឺគាត់ហូបជាមួយបាយអីបែបហ្នឹងហើយរបៀបធ្វើហ្នឹងគឺអត់មានពិបាកទេបងប្អូនទាំងអស់គ្នាគ្រាន់យើងត្រូវការពោត2ផ្លែជាមួយនឹងបន្លែបន្តបន្សំមានដំណងជាមួយនឹងផ្ទីអីបែបហ្នឹងហើយដំណងហើយនឹងផ្ទីហ្នឹងគឺល្អខ្លាំងមែនតើបងប្អូនទាំងអស់គ្នាខ្ចីឲ្យលវក់ដំណងវិញឡើងផ្អែមតែម្ដងណាបងប្អូនទាំងអស់គ្នាចាហើយមិញហ្នឹងគឺជាមួយនឹងការឆាហ្នឹងរៀងញាប់ដៃញាប់ជើងតិចបងប្អូនចាបើមិនអញ្ចឹងទេខ្លោចយំអោក្បាលជង្គង់ឥឡូវហើយបន្ទាប់ពីហ្នឹងគឺដាក់ជាមួយនឹងម្សៅតួឯករបស់យើងបងប្អូនទាំងអស់គ្នាចាអ្នកខ្លះទៅក៏ដាក់ម្សៅទៅអ្នកខ្លះទៅក៏អត់ដាក់ម្សៅទៅប៉ុន្តែបើដាក់ម្សៅទៅរសជាតិរបស់យើងហ្នឹងគឺកាន់តែប្លែកមួយកម្រិតទៀតចឹងណាបងប្អូនទាំងអស់គ្នាចារូបរាងរបស់វានៅទីបំផុតគឺបែបហ្នឹងឯងបងប្អូនទាំងអស់គ្នាឆ្ងាញ់ហើយហូបនឹងពោះទៀតបងប្អូនទាំងអស់គ្នាចា